បាទរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី28ខែធ្នូឆ្នាំ2025នេះបានជូនដំណឹងពីការមិនអនុញ្ញាតឲ្យមានការអុជកាំជ្រួចគ្រប់ប្រភេទនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ2026ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាដើម្បីចូលរួមរក្សាបាននៅសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញព្រមទាំងជៀសវាងការបង្កមានបញ្ហាជាយថាហេតុណាមួយនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ2025ឈានចូលឆ្នាំ2026ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី31ខែធ្នូឆ្នាំ2025នោះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យមានការអុជកាំជ្រួចគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះទេអាស្រ័យដោយបានជម្រាបជូនខាងលើរដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋក្រុមហ៊ុនស្ថាប័នឯកជនព្រមទាំងភ្ញៀវជាតិអន្តរជាតិទាំងអស់ចូលរួមអនុវត្តខ្លឹមសារខាងលើនេះ